khi dươngខ្លះក៏បានដឹងអាចនឹងគ្នាយើងខ្លះក៏អត់បានដឹងដែរតើតើនឹងការធ្វើដំណើរទៅប្រទេសថៃចាប់ពីថ្ងៃទី1ខែ5ឆ្នាំ2025នេះគឺមានការផ្លាស់ប្ដូរបន្តិចបន្តួចគឺមុនពេលដល់ថ្ងៃយើងទៅដល់ប្រទេសថៃ3ថ្ងៃគឺយើងត្រូវការបំពេញនៅ website Thailand Digital Arrival Card ឬក៏យើងហៅពាក្យកាត់ថា TDAC ដែលដូចខ្ញុំបង្ហាញនៅក្នុង screen នេះគឺអ្នកនរត្រូវការបំពេញព័ត៌មាននៅក្នុង website នេះមុន3ថ្ងៃនឹងការហោះហើរឬក៏មិនថាជាយើងធ្វើដំណើរទៅប្រទេសថៃដោយឡានយន្តហោះឬក៏តាមកប៉ាល់លេគឺយើងត្រូវតម្រូវយើងបំពេញលើ website នេះមុនរយៈពេល3ថ្ងៃដែលយើងទៅដល់ប្រទេសថៃហើយនៅក្នុងការបំពេញ website នេះផងដែរគឺគេទាមទារឲ្យយើងត្រូវបំពេញទាំងព័ត៌មានផ្ទាល់ខ្លួនរបស់យើងគឺដូចនៅក្នុងចំណុចទី1នេះគឺយើងត្រូវបំពេញទាក់ទងជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងមករៀបឈ្មោះតកូរបស់យើងឈ្មោះយើងលេខ passport សញ្ជាតិរបស់យើងហើយថ្ងៃខែឆ្នាំកំណើតមុខរបររបស់យើងក៏ដូចជាភេទហើយមិនត្រឹមតែប៉ុណ្ណឹងគឺជាកន្លែងស្នាក់នៅរបស់យើងដូចគ្នាហើយក៏ដូចជាលេខទូរស័ព្ទដែរអញ្ចឹងចំណុចទី1ចំណុចទី2នៅពេលដែលយើងចុច continue ទៅគឺវានឹងឲ្យយើងបំពេញនៅរាល់ព័ត៌មានរបស់កន្លែងស្នាក់នៅរបស់យើងនៅប្រទេសថៃឧទាហរណ៍ថាយើងធ្វើដំណើរទៅថៃនៅថ្ងៃណាដែលយើងទៅដល់ថៃហើយតើពេលយើងទៅដល់ប្រទេសថៃនោះតើយើងធ្វើដំណើរដោយអ្វីបន្ទាប់មកទៀតអ្នកគ្នាត្រូវដាក់ purpose គោលបំណងនៃការទៅប្រទេសថៃគឺយើងទៅដើម្បីអីទៅធ្វើដំណើរទៅដើរលេងទៅមើលជំងឺទៅធ្វើអីគឺយើងត្រូវបំពេញនៅក្នុងហ្នឹងយើងត្រឡប់មកវិញនៅថ្ងៃណាហើយយើងធ្វើដំណើរដោយអ្វីហើយនៅពេលដែលយើងទៅដល់ប្រទេសថៃគឺយើងស្នាក់នៅសន្តាគារមួយណាទីតាំង address មួយណាគឺយើងត្រូវដាក់ឲ្យគេឲ្យច្បាស់លាស់មិនមែនដាក់ថប់តែឈ្មោះសន្តាគារហើយចាប់ទៅអ្នកគ្នាត្រូវដាក់ទាំងទីតាំងលេខផ្លូវលេខផ្ទះលេខសង្កាត់លេខខណ្ឌគេមិននោះគឺយើងត្រូវដាក់ទាំងអស់ហើយបន្ទាប់មកទៀតអ្នកគ្នាត្រូវ declare ពីសុខភាពរបស់យើងថាសុខភាពរបស់យើងមិនដែរបើមិនជាសុខភាពរបស់អ្នកគ្នាអត់មានអីត្រូវការ declare នេះមិនថាត្រូវការប្រកាសឲ្យគេដឹងថាយើងមានសុខភាពបែបណាគឺសុខភាពយើងធម្មតាទេយើងត្រូវបំពេញ email ក្រុមនេះមួយពីព្រោះដោយសារ email នេះគឺដើម្បីទទួលបាននៅ QR ដែលពេលដែលយើង submit ទៅអញ្ចឹងអ្នកគ្នា submit ទៅគេនឹងលោក QR បែបនេះអ្នកគ្នាអាច download នៅក្នុង website ក៏បានឬក៏យើងអាចចូលទៅមើលក្នុង email ក៏បានដែរនៅពេលដែលយើងបាន QR នេះហើយអ្នកគ្នាត្រូវ save នៅក្នុងទូរស័ព្ទដៃដាក់នៅកន្លែង photo ក៏បានដែរកន្លែងណាអ្នកគេថាអត់ click ឲ្យចាំហើយខ្ញុំសូមប្រាប់ថាកុំលុបឲ្យសោះពីព្រោះដោយសារនៅពេលដែលយើងទៅដល់ប្រទេសថៃគឺនៅកន្លែងដែលយើងវាយ passport ចូលប្រទេសថៃនៅក្នុងព្រំដែនឬក៏នៅពលានយន្តហោះឯងគឺនៅពេលដែលយើងទៅដល់កន្លែងវាយ passport គឺគេនឹងសុំ check តាក់ទងជាមួយនឹង QR នឹងសិនថាយើងបានចុះនៅក្នុង TDAC នៅបើសិនជាយើងបានចុះរួចរាល់ហើយគេនឹងវាយត្រាឲ្យយើងចូលបន្ទាប់មកទៀតពេលអ្នកគ្នាត្រឡប់មកស្រុកខ្មែរវិញមិនថាជិះឡានឬក៏ជិះយន្តហោះឯងអ្នកគ្នាត្រូវបង្ហាញ QR ដែលយើងបានចុះនៅពេលដែលយើងទៅដល់ថៃដូចគ្នាដើម្បីគេដឹងថាថ្ងៃដែលយើងទៅនៅថ្ងៃដែលយើងមកវាពិតជាត្រឹមត្រូវយើងពិតជាធ្វើតាមអ្វីដែលយើងចុះពិតមែនចឹងនៅពេលដែលយើងបង្ហាញគឺយើងបង្ហាញនៅកន្លែងដែលវាយត្រាឲ្យយើងចេញចឹងនៅពេលដែលគាត់មើលហើយគាត់នឹងវាយត្រាឲ្យយើងចេញដូចគ្នាអញ្ចឹងអ្នកគ្នាត្រូវតែចំណាំខ្លួនឯងថាមុនហោះទៅប្រទេសថៃ3ថ្ងៃយើងត្រូវតែបំពេញព័ត៌មានយើងចូលក្នុង website TDAC បន្ទាប់ពីបានព័ត៌មានហើយបន្ទាប់ពីបាន QR បែបនេះហើយយើងពេលដែលយើងទៅដល់ព្រំដែនឬក៏ទៅដល់ពលានយន្តហោះថៃយើងត្រូវតែបង្ហាញ QR នេះទៅដល់អ្នកដែលវាយត្រាយើងចូលឲ្យគាត់បានឃើញហើយយើងត្រូវថែរក្សាទុកនៅពេលដែលយើងត្រឡប់មកវិញក៏យើងត្រូវបង្ហាញឲ្យអ្នកវាយត្រាយើងចេញដូចគ្នាដើម្បីឲ្យគាត់ដឹងដើម្បីឲ្យគាត់អាចវាយត្រាយើងចេញមកវិញបានអញ្ចឹងចំណុចនេះជាចំណុចសំខាន់ទាំងអស់គ្នាមិនត្រូវភ្លេចទេដោយសារតែជាការតម្រូវពីខាងប្រទេសថៃតែម្ដងបើមិនជាយើងអត់បានធ្វើទេគឺយើងនឹងមិនអាចចូលក្នុងប្រទេសថៃបានប៉ុន្តែខ្ញុំមានចំណុច note មួយដែរចង់ប្រាប់ថាបើសិនជាឧទាហរណ៍ថាយើងមានការបន្ទាន់ត្រូវទៅភ្លាមអត់មានការគ្រោងទុកទេយើងនៅតែអាចទៅបានចឹងទាំងអស់នេះគ្រាន់តែថាពេលដែលយើងទៅដល់ព្រំដែនឬទៅដល់ពលានគឺយើងត្រូវតែបំពេញ TDAC នេះឲ្យហើយមុនពេលដែលយើងចូលទៅដល់កន្លែងវាយត្រាចូលព្រោះដោយសារបើយើងអត់មានទេគឺគេនឹងអត់វាយត្រាយើងចូលប្រទេសគេទេអញ្ចឹងយើងត្រូវតែបំពេញនៅព័ត៌មាន TDAC ឲ្យហើយបន្ទាប់មកចាំយើងចូលតម្រង់ជួរក្នុងការវាយត្រាចូលអញ្ចឹងខ្ញុំមានកាត់តែប៉ុណ្្នឹងទេបើសិនអ្នកមានអីឆ្ងល់ឬក៏មានអីបន្ថែមអាច comment ប្រាប់នៅក្នុងវីដេអូនេះបានអរគុណច្រើន